ធ្លាប់ទេរវល់ពេញមួយថ្ងៃតែលទ្ធផលស្មើសូន្យចាប់នេះចាប់នោះធ្វើមិនចេះចប់មិនចេះហើយតែចុងក្រោយនៅតែមានអារម្មណ៍ថាការងារហាក់បីដូចជាមិនទៅមុខសោះតើនេះគឺជាសញ្ញាដែលបញ្ជាក់ថាអ្នកមិនពូកែឬមកពីការងារច្រើនហួសហេតុពេកតាមពិតទៅបញ្ហាមិនមែននៅត្រង់ថាអ្នកខ្សោយទេតែមកពីអ្នកតន់យល់ពីបច្ចេកទេសធ្វើការងារបែបឆ្លាតវៃឬដែលគេហៅថា smart working ថ្ងៃនេះខ្ញុំនឹងចែករំលែក technique សាមញ្ញ6 យ៉ាងដើម្បីបដូររបៀបធ្វើការរបស់អ្នកពីហត់មកជាមានប្រសិទ្ធភាព E1 បិទ notification ទូរស័ព្ទ1ម៉ោងរាល់ពេលដែលសំឡេងទិញលោតឡើងអ្នកត្រូវចំណាយពេលជិត20នាទីដើម្បីផ្ដោតអារម្មណ៍ដែលហើរចេញក្រៅត្រឡប់មកវិញអញ្ចឹងបិទវាចោល1ម៉ោងទៅដើម្បីផ្ដោតអារម្មណ៍ការងារឲ្យកាន់តែស៊ីជម្រៅនោះអ្នកនឹងភ្ញាក់ផ្អើលថាអ្នកនឹងអាចធ្វើការងារចប់លឿនប៉ុណ្ណាទី2 one touch rule របប one touch rule គឺរបស់អ្វីដែលចាប់កាន់ហើយត្រូវចាត់ការឲ្យចប់ឬទុកដាក់កន្លែងដើមវិញភ្លាមៗកុំទម្លាប់ដាក់ចោលពីវាលពីកាល់ហើយពោលពាក្យថាចាំបន្តិចទៀតទម្លាប់តូចមួយនេះនឹងកម្ចាត់ភាពរញ៉េរញ៉ៃបាន 100% ទី3សរសេរ to do list នៅពេលយប់កុំរងចាំដល់ព្រឹកសរសេរការងារដែលត្រូវធ្វើនៅថ្ងៃស្អែកតាំងពីយប់ឲ្យហើយទៅព្រឹកឡើងភ្ញាក់មកអ្នកនឹងដឹងភ្លាមថាអ្វីដែលត្រូវធ្វើនឹងមិនចាំបាច់អង្គុយរកនឹកនាំតែខាតពេលវេលាទី4ឈប់ multitasking អ្នកប្រហែលជាគិតថាការធ្វើការងារច្រើនមុខព្រមគ្នាគឺជារឿងពូកែតែការពិតគឺខុសហើយវាធ្វើឲ្យខួរក្បាលរបស់អ្នកយឺតនិងងាយមានកំហុសចឹងចាំថាធ្វើម្ដងមួយហើយធ្វើឲ្យចប់វាគឺជាផ្លូវកាត់តែមួយគត់ដែលធ្វើការងារបានលឿនបំផុតរួចអ្នកអាចបន្តទៅការងារមួយទៀតដោយរលូនទី5ប្រើ Google Calendar ខួរក្បាលរបស់អ្នកមានតួនាទីសម្រាប់គិតមិនមែនសម្រាប់ចងចាំការណាត់ជួបនោះទេអញ្ចឹងក៏ត្រាអ្វីៗចូលនៅក្នុង Google Calendar ទាំងអស់ទៅហើយកំណត់ alarm ដើម្បីដាស់តឿនដល់អ្នកដូចនេះខួរក្បាលរបស់អ្នកនឹងមានពេលទំនេរដើម្បីគិតរឿងសំខាន់ច្រើនជាងនេះទី6សម្អាតតុធ្វើការតុរញ៉េរញ៉ៃឆ្លុះបញ្ចាំងពីចិត្តដែលរញ៉េរញ៉ៃសម្អាតតុរបស់អ្នកជារៀងរាល់ថ្ងៃមុនពេលបញ្ចប់ការងារតុដែលស្អាតនឹងជួយឲ្យខួរក្បាលស្រឡះនិងត្រៀមខ្លួនរួចរាល់សម្រាប់ការងារនៅថ្ងៃស្អែកអញ្ចឹងអ្នកទាំងអស់គ្នាត្រូវយល់ថាការធ្វើការងារខ្លាំងឬដែលគេហៅថា hard working គឺជារឿងល្អតែការធ្វើការងារដែលឆ្លាតឬគេហៅថា smart working ទើបធ្វើឲ្យអ្នករីកចម្រើនពិតប្រាកដ